ការបើកចិត្តឲ្យទូលាយពិតណាស់គឺមានសារៈសំខាន់បំផុតនៅក្នុងឆាកជីវិតរបស់យើងព្រោះវាពាក់ព័ន្ធទៅនឹងសិទ្ធិសេរីភាពនិងសន្តិភាពផ្លូវចិត្តរបស់យើងរស់នៅក្នុងសង្គមមួយដែលពោរពេញទៅដោយភាពចម្រុះហើយចម្រុះនៅទីនេះគឺចម្រុះទាំងចិត្តចម្រុះទាំងគំនិតចម្រុះទាំងជំនឿចម្រុះទាំងវប្បធម៌និងចម្រុះទាំងរបៀបរស់នៅផងដែរប៉ុន្តែអ្វីដែលយើងគួរឲ្យកត់សម្គាល់នោះថាបច្ចុប្បន្នហ្នឹងគឺយើងមានមនុស្សចំនួនតូចដែលគាត់មិនអាចរស់នៅក្នុងភាពចម្រុះទាំងអស់នោះបានឡើយពេលខ្លះវាពាក់ព័ន្ធទៅនឹងផ្លូវចិត្តរបស់បុគ្គលបើសិនបើយើងមិនព្រមបើកចិត្តទៅកាន់សង្គមខាងក្រៅមានអារម្មណ៍ថាយើងរស់នៅក្នុងពិភពលោកមួយដ៏តូចចង្អៀតចង្អល់យកទៅមែនទែនហើយកាលណាបើយើងរស់នៅក្នុងភាពតូចទាំងអស់នោះមានន័យថាយើងមិនអាចរស់នៅក្នុងភាពចម្រុះនៃគំនិតចិត្តឬក៏ជំនឿវប្បធម៌និងរបៀបរស់នៅពីសង្គមខាងក្រៅបានឡើយព្រោះពេលខ្លះយើងគិតទៅលើខ្លួនឯងគេហៅថាខ្ញុំនិយមគឺគិតថាខ្លួនឯងត្រូវជានិច្ចហើយកាលណាបើយើងមានគំនិតបែបនេះគឺហាក់បីដូចជាយើងមិនអាចបើកចិត្តទូលាយទទួលយកនៅចំណេះដឹងទទួលយកនៅគំនិតទទួលយកនៅវប្បធម៌និងរបៀបរស់នៅខាងក្រៅបានឡើយការធ្វើខ្លួនឲ្យផ្ទុយពីសង្គមបែបនេះគឺយើងមិនអាចសម្របខ្លួនទៅនឹងការរស់នៅសង្គមខាងក្រៅបានឡើយវាបង្កឲ្យមានការប្រកាន់បង្កឲ្យមាននៅចំនួនការរើសអើងនិងសេចក្តីទុក្ខក្តៅក្រហល់ក្រហាយក្នុងចិត្តហ្នឹងគឺកើនមានឡើងជានិរន្តរ៍មែនតើទៅកាលណាបើយើងធ្វើខ្លួនឲ្យចង្អៀតបែបនេះវាមិនត្រឹមតែប៉ះពាល់ទៅនឹងផ្លូវចិត្តរបស់ខ្លួនឯងត្រឹមតែប៉ុណ្ណោះទេគ្រួសាររបស់យើងក៏មិនអាចដែរព្រោះវាជាសង្គមមួយដែរធ្វើអីសង្គមគ្រួសារអញ្ចឹងគ្រួសារមិនមែនមានតែយើងម្នាក់ឯងទេកាលណាបើយើងប្រកាន់គំនិតខ្លួនឯងចុះប្រពន្ធចុះកូនរបស់យើងព្រមបើកចិត្តទូលាយទទួលយកគំនិតរបស់ពួកគេដែរឬទេមិនត្រឹមតែគ្រួសារទេនៅពេលដែលយើងទៅបំពេញការងារក៏នោះជាសង្គមខាងក្រៅមួយដែរសំខាន់ថែមទៀតផងកន្លែងការងារក៏មិនមែនមានតែយើងម្នាក់ឯងដែរគឺមានគណៈគ្រប់គ្រងមានក្រុមការងារផ្សេងដែលធ្វើការជាមួយយើងនោះសុទ្ធតែចម្រុះគំនិតចិត្តទាំងអស់ចម្រុះវប្បធម៌ទៀតហើយការរស់នៅរបស់យើងហ្នឹងគឺផ្សេងដូចគ្នាចឹងចុះបើយើងប្រកាន់ខ្ជាប់ថាខ្ញុំត្រូវខ្ញុំល្អគំនិតខ្ញុំត្រូវគ្រប់យ៉ាងចុះអ្នកដទៃអត់ត្រូវទេឬក៏យ៉ាងណាអញ្ចឹងមានតែយើងដាក់ខ្លួនដាក់ចិត្តដាក់កាយសម្របខ្លួនទៅនឹងសង្គមខាងក្រៅតែប៉ុណ្ណោះទើបយើងអាចរស់នៅជាមួយនឹងសង្គមបានយ៉ាងមានសុខសន្តិភាពផងដែរអញ្ចឹងហើយចិត្តដែលចង្អៀតវាតែងតែនាំមកនៅភាពតានតឹងចំណែកឲ្យចិត្តដែលទូលំទូលាយវាតែងតែនាំមកនៅសេចក្តីសុខនិងសន្តិភាពប្រកបទៅដោយសេរីភាពផងដែរចូលយើងកុំធ្វើខ្លួនដែលទឹកមួយកែវកំពុងតែហៀកាលណាបើយើងប្រៀបធៀបឬក៏ធ្វើខ្លួនដូចជាទឹកដែលកំពុងតែហៀកែវនោះគឺมันអាចទទួលនៅដំណក់ទឹកថ្មីបានឡើយមនុស្សយើងដូចគ្នាកាលណាបើយើងមានអារម្មណ៍ថាខ្លួនឯងគ្រប់គ្រាន់អស់ហើយឧទាហរណ៍ខ្ញុំត្រូវគ្រប់យ៉ាងខ្ញុំមិនត្រូវទទួលយកគំនិតអីផ្សេងទៀតទេឬក៏ប្រកាន់ខ្លួនឯងតែម្ដងថាយើងត្រូវគ្រប់យ៉ាងគេមិនដែលត្រូវនេះគឺជាការប្រកាន់មកមែនទែនគឺដូចខ្ញុំបានលើកឡើងខាងលើហ្នឹងថាវាអាចនឹងមានការខ្វែងគំនិតគ្នាវាអាចនឹងមានការមានចំនួនតោះតែងគ្នាអីផ្សេងជាដើមព្រោះអីកាលណាបើយើងពេញហើយចំណេះដឹងខាងក្រៅគឺมันអាចជ្រាបចូលទៅកាន់ខួរក្បាលរបស់យើងបានឡើយចឹងរាល់ពេលដែលយើងមានអារម្មណ៍ថាក្រោតខឹងទៅលើនរណាម្នាក់ឬក៏ចង់ឈ្នះចាញ់ទៅនឹងនរណាម្នាក់សូមយើងនឹងដកដង្ហើមឲ្យជ្រៅរួចរំលឹកខ្លួនឯងថាប្រហែលជាខ្ញុំនឹងមិនទាន់ដឹងនៅរឿងរ៉ាវសង្គមខាងក្រៅអស់ឡើយព្រោះចំណេះដឹងខាងក្រៅគឺវាមានច្រើនមែនតើគឺយើងម្នាក់ឯងបើប្រៀបធៀបទៅនឹងសង្គមខាងក្រៅដូចជាចំណេះដឹងដ៏តូចមួយនៅក្នុងសង្គមរបស់គេតែប៉ុណ្ណោះ
ព្រោះពេលខ្លះគេយើងចេះកគេចេះខគេចេះខយើងចេះកអញ្ចឹងវាមិនអាច compare គ្នាបានឡើយព្រោះពេលខ្លះយើងចំណេះដឹងយើងគឺមានប្រភេទផ្សេងគ្នាមិនអាចបដិសេធថាអ្នកនេះត្រូវអ្នកនេះខុសអ្នកនោះល្អទេក៏អ្នកនេះត្រូវឡើយយើងរៀនស្ដាប់ឲ្យបានច្រើនជាងនិយាយរឿងខ្លះត្រូវប៉ុន្តែយើងមិនត្រូវនិយាយឡើយអញ្ចឹងពេលខ្លះយើងរៀនយល់ពីអ្នកដទៃបានច្រើនទីទៅព្រោះពេលខ្លះយើងតែងតែវិនិច្ឆ័យទៅលើមនុស្សត្រឹមតែសម្បកក្រៅទាំងតែខ្លួនឯងមិនបានសិក្សាមិនបានយល់ថាបុគ្គលម្នាក់ដែលយើងកំពុងតែគិតទៅលើនោះគេមានបញ្ហាអ្វីខ្លះឬក៏ចំណេះដឹងដែលគេមានហ្នឹងគេរៀនចេះដឹងអ្វីខ្លះក៏យើងអត់ដឹងចឹងត្រឹមតែសម្បកក្រៅបើយើងចង់ដឹងថាគេជាមនុស្សបែបណាមានចំណេះដឹងបែបណាយើងចូលទៅឯកៀតទៅហើយយើងអាចសំណេះសំណាលគ្នាដោយមេត្តាចិត្តបើកចិត្តទៅលេហើយរៀនសុទ្ធពីគ្នាទៅវិញទៅមកទៅនោះនាំទៅនឹងភាពរីកចម្រើនចំពោះគ្នានឹងគ្នាផងដែរប៉ុន្តែនៅពេលដែលយើងត្រឡប់មកវិញនៅពេលដែលយើងព្រមដាក់ចុះនៅមាននេះទាំងអស់នេះហើយនឹងការប្រកាន់ទាំងអស់រួចត្រឡប់មកជាការបើកចិត្តឲ្យទូលាយសូមយើងក្រឡេកទៅមើលផ្ទៃមេឃធំស្រឡះមែនទែនយើងហាក់បីដូចជាពិភពលោកនេះធំទូលាយខ្លាំងនិងមានសម្រស់ស្រស់បំព្រងផងដែរចិត្តរបស់យើងកាលណាបើយើងបើកឲ្យទូលាយហាក់បីដូចជាពិភពលោកនេះយើងទទួលស្គាល់គ្រប់យ៉ាងអស់ហើយតើហេនោះយើងមានអារម្មណ៍ថាយើងនឹងឃើញពិភពលោកមួយដ៏ស្រស់បំព្រងដ៏ស្រស់ថ្លាដ៏ស្រស់ស្អាតគួរឲ្យចង់រស់នៅមែនទែនខ្មែរយើងគិតថាផ្ទះជាអៀតចង្អៀតក៏ជាអៀតតែចោះប៉ុន្តែសូមកុំឲ្យមនុស្សចិត្តចង្អៀតទោះបីជាបន្ទប់នោះធំប៉ុណ្ណាស្កឹមស្កៃក៏ដោយក៏មិនអាចរស់នៅចម្រោះទៅនឹងចិត្តគំនិតបានដែរគឺមានតែខ្លួនឯងម្នាក់តែប៉ុណ្ណោះដែលអាចរស់នៅក្នុងនឹងបានអ្នកដទៃគឺមិនអាចចូលបានទេព្រោះអីគឺយើងចិត្តចង្អៀតមិនអាចទទួលដំណក់ទឹកពីខាងក្រៅបានទៀតឡើយព្រោះយើងគឺពេញនៅក្នុងបន្ទប់នឹងតែម្ដងកាលណាបើមានមនុស្សសង្គមខាងក្រៅទៅចូលទៅគៀកច្បាស់ណាស់គឺយើងជួបនៅគំនិតថ្មីច្បាស់ណាស់យើងនឹងជួបនៅជំនឿថ្មីចិត្តថ្មីអីផ្សេងចុះបើយើងមិនព្រមបើកចិត្តទៅលាយនឹងទទួលយករឿងសង្គមខាងក្រៅនោះផងតែយើងអាចរស់នៅក្នុងពិភពលោកមួយដែលពោពេញទៅដោយចម្រុះនិងដោយរបៀបណាចឹងហើយសូមយើងរស់នៅដោយបើកចិត្តឲ្យទូលាយនិងប្រកបដោយសតិបញ្ញាចាប់ពីពេលនេះនិងខណៈនេះតរៀងទៅ